នេះជាសមិទ្ធផលថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ខេត្តកំពតដែលមិនត្រឹមតែបន្ថែមសម្រស់ដល់តំបន់ឆ្នេរនោះទេប៉ុន្តែក៏ក្លាយជាចំណុចដាវទេសចរថ្មីមួយទៀតបន្ទាប់ពីរូបសំណាកសេះសមុទ្រផងដែរហើយការតាក់ទាញភ្ញៀវទេសចរនិងសោភ័ណភាពនឹងក្លាយជាចំណុចទស្សនាទេសភាពហើយខាងខេត្តកំពតបានរចនាជាទម្រង់បាតដៃឡើងបែបនេះគឺសម្រាប់ឲ្យភ្ញៀវទេសចរឡើងទៅថតរូបលេងនៅលើហ្នឹងអញ្ចឹងមើលថ្ងៃលិចមើលទេសភាពអីចឹងបងប្អូនទាំងអស់គ្នាហើយណាមួយវាធ្វើឲ្យប្លែកភ្នែកផងវាប្លែកភ្នែកថងថាពីមុនមានសេះសមុទ្រឥឡូវមានបាតដៃអាចឡើងទៅថតរូបថតអីបានចឹងណាពីមុនខ្ញុំឆ្ងល់ថាហេតុអីបានគេធ្វើរូបបាតដៃនឹងឡើងហេតុអ្វីក៏មិនធ្វើរូបដូចជាហនុមានមួយលើកដៃទ្រអញ្ចឹងហើយសម្រាប់មនុស្សឡើងទៅតែម្ដងក៏ប៉ុន្តែគេធ្វើអ្វីមួយខ្ញុំគិតថាប្រកាសជាមានអត្ថន័យនិងការយល់ឃើញរបស់គេហើយមិនមែននៅសុកគេនឹកឃើញគេធ្វើឯណោះហើយបាតដៃដែលបើកចំហតំណាងឲ្យទឹកចិត្តទូលំទូលាយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនិងការរាក់ទាក់ពីសំណាក់ជាប្រជាជនខេត្តកំពតទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់ដែលមកលេងខេត្តកំពតចឹងណាហើយនៅក្បែរកន្លែងបាតដៃហ្នឹងគឺមានគេរៀបចំជាតុអាហារអីច្រើនណា